ម៉ាលីនាងមកធ្វើស្អីហ្នឹងឆាប់ចេញទៅវិញព្រមទៅខ្ញុំមិនស្វាគមន៍នាងទេមែនហើយនេះនាងឆាប់ដោះលែងខ្ញុំទៅនេះមកធ្វើស្អីឆាប់ចេញទៅវិញខ្ញុំទៅម៉ាលីចេញទៅមានអីខុសគ្រាន់តែខ្ញុំមកអបអរមិត្តភក្តិនិងសង្សារចាស់រៀបការអត់ទេឆាប់ចេញទៅវិញខ្ញុំទៅម៉ាលីខ្ញុំមិនបានហៅនាងមកទេនាងមកធ្វើស្អីបានកុំវត្តច្រើននៅឲ្យស្ងៀមទៅប្រយ័ត្នកំភ្លើងនេះបាញ់ចំកណ្ដាលក្បាលឯងមុនបាននិយាយមួយម៉ាត់ជាលើកចុងក្រោយនេះឯងមានឃើញកំភ្លើងនៅនឹងដៃយើងទេថ្ងៃនេះយើងយកកំភ្លើងនេះមកអបអរសាទរឯងដាក់កំភ្លើងចុះទៅណែម៉ាលីខ្ញុំសំវរដាក់កំភ្លើងចុះទៅខ្ញុំខ្លាចហើយនេះឯងចង់ឲ្យខ្ញុំធ្វើស្អីក៏បានដែរដាក់កំភ្លើងចុះទៅខ្ញុំខ្លាចវាខ្លាំងណាស់នេះហើយជាលទ្ធផលដែលពួកឯងបាត់យើងពួកឯងហ៊ានលុបលាក់មករៀបការពួកឯងសោះតែទទួលបានលទ្ធផលបែបនេះនេះបើសិនជាអូនអត់បងរើបងមិនដឹងថារើយកមួយណាទេបើវាស្អាតដូចតែគ្នាបែបនេះនឹងខ្ញុំស្អប់ឲ្យតែខ្ញុំអត់បងជួយរើបងបែរជានិយាយអញ្ចឹងបងសូមមើលមួយផ្លែសិនចាំបងផ្ដល់ចម្លើយអូនវិញបងគិតថាយកអាវមួយគូដែលនៅដាច់ដライពីគ្នានោះទៅមើលទៅវាស្អាតជាងគេអាណែនេះក៏ខ្ញុំមើលមិនឃើញអញ្ចឹងគឺអាមួយនៅគៀនដាច់ពីគេនោះហើយមួយនោះមែនទេស្អាតណាស់ខ្ញុំក៏ពេញចិត្តវាដែរបងបើអញ្ចឹងជួយយកឈុតនឹងមួយមកព្រោះខ្ញុំចាប់អារម្មណ៍នឹងឈុតមួយនេះមើលយូរទៅដូចជាឈុតនេះមានចលនាយ៉ាងម៉េចទេដូចជាមានចលនាប៉ុន្តែមិនដឹងថាយ៉ាងម៉េចទេតោះយើងប្រញាប់ទៅវិញប្រហែលជាម៉ាក់ចាំផ្លូវហើយព្រោះថាគាត់ខំរៀបចំបាយម្ហូបចាំយើងនៅផ្ទះហ៎ប្រញាប់ទៅវិញចាំស្អែកចាំយើងជួបគ្នាទៀតណាម៉ារីនេះឯងគិតស្អីហ្នឹងមិនបានជាចង់រកឈុតដែលគេបោះបង់ចោលតាំងពី20ឆ្នាំមកពាក់ក្នុងថ្ងៃមង្គលការអីអញ្ចឹងគឺអាប់អេសីហើយឯងក៏ដឹងដែរថារូបនោះមានប្រវត្តិយ៉ាងម៉េចគឺយើងគិតថាមកដល់ពេលនេះហើយវាគ្មានរឿងបែបនោះកើតឡើងទៀតទេហើយណាមួយសង្សារយើងក៏គាត់ពេញចិត្តក៏ប៉ុន្តែយើងចេះតែបារម្ភទៅយើងខ្លាចថាមានរឿងអីកើតឡើងចំពោះឯងតែដូចពាក្យចាស់គេលោកគាត់ថាការពារប្រសើរជាងព្យាបាលណានាងប្រយ័ត្នតែលើរឿងទាំងថ្ងៃក្រោយទៅវាកាន់តែយ៉ាប់ហើយនេះយើងគ្រាន់តែកាប់ឯងទេខ្ញុំមានជីវិតភក្តិនឹងគ្នាអូយហើយនេះឯងនៅគិតរឿងអ្វីជំនឿនឹងមែនទេយើងគិតថានេះគ្រាន់តែជាពាក្យចចាមអារាមដែលគេនិយាយតគ្នាទេហើយរឿងនេះក៏ប្រហែលជាមិនមានពិតផងដឹងពិតឬក៏មិនពិតក៏យើងត្រូវតែការពារទុកជាមុនដែរព្រោះថាខ្លាចមានរឿងទៅថ្ងៃក្រោយកើតឡើងអញ្ចឹងហើយយើងត្រូវតែការពារឯងគួរតែប្រុងប្រយ័ត្នទៅយើងគិតថាមិនមានអីទេព្រោះថាមើលទៅវាក៏ល្អណាស់ដែររូបនោះគឺថ្មីដូចសភាពដែលគេទៅតែនឹងយកមកដាក់តាំងអញ្ចឹងតែយ៉ាងណាក៏អរគុណដែរដែលឯងបានបារម្ភពីយើងក្នុងនេះចូលថាល្អម៉ារីអើយម៉ារីនេះយើងខំនិយាយប្រាប់ឯងមិនបានជាមិនចេះស្ដាប់យើងក៏តែសោះអញ្ចឹងណែថ្ងៃនេះណាវាមិនអីតែថ្ងៃក្រោយប្រយ័ត្នមានបញ្ហានេះមានរឿងអីខាត់ឡើងមែនទេហេមិនបានជាមើលមុខយើងអញ្ចឹងគឺគិតមានអីទេណាឯងទៅផ្ទះចុះនាងជឿនហើយចុះឯងមានដឹងទេ
ថាហេតុអីក៏ពីរអ្នកសង្សារនោះចង់បានរោគដែរទុកចោលឡើង20ឆ្នាំអញ្ចឹងរោគនោះគេទុកចោលយូរហើយគ្មានអ្នកណាចង់បានទេអត់តែអ្នកមករោគឈុតនៅហាងយើងគឺតែងតែមើលឃើញរូបនោះប៉ុន្តែពួកគេមិនចង់បានទេពួកគេក៏ដឹងថារូបនោះមានបញ្ហាអីកើតឡើងមិនបានជានៅតែចង់យកចិត្តអើយនេះឯងមិនគិតរៀបចំបិទទ្វារឲ្យលឿនទៅមេចិត្តយប់ហើយកុំឲ្យយប់ទាន់ឯងដឹងហើយតើថារូបនោះនៅក្នុងហាងយើងនៅឡើយទេមិនទាន់បានយកទិញទេអញ្ចឹងក៏ឆាប់បិទទ្វារលឿនមកហើយកុំចេះដឹងលើគេច្រើនពេកយើងបិទចិត្តរួចហើយបន្តិចទៀតចាំយើងទៅទាំងអស់គ្នាចាំតិចទៀតទៅណាចាំយើងទៅទាំងអស់គ្នាណែអើយហើយតើយើងទៅប្រញាប់ទៅវិញអេអ្នកខ្ញុំឮថាកូនឯងនេះទៅរកមើលឈុតរៀបការថ្ងៃមុនឮថាទៅរកឈុតរៀបការហើយយករូបខ្មោចទៀតណែប្រយ័ត្នខ្មោចនឹងកាច់កទាំងម៉ែតកូនងាប់ទៅខ្ញុំគ្រាន់តែប្រាប់ទេណែកូនឯងនេះខ្ញុំមិនដឹងថាល្ងងឈួតឬក៏យ៉ាងម៉េចទេហើយឯងជាម៉ែគេក៏ឈួតដែរអត់មានចេះមើលកូនសោះកូនឈួតចឹងហើយក៏ឈួតទៀតឈួតទាំងអស់គ្នាបដ ாய் ទៅឈួតមកពូជបដ ாய் ទៅអូយឈួតទាំងពូជអូយហើយមាត់អ្នកឯងនេះពាក់ស្បែកជើងលេខប្រមាណចាំខ្ញុំនេះទៅយកស្បែកជើងយកមាត់អ្នកឯងកុំឲ្យអ្នកឯងនេះប៉ិននិយាយឥតប្រយោជន៍ខ្លាំងពេកស្អីគេអត់ប្រយោជន៍ស្អីណែខ្ញុំនិយាយតាមត្រង់ទៅរូបហ្នឹងគេដឹងគ្រប់គ្នាហើយអ្នកណាក៏ដឹងដែរមិនក៏អ្នកឯងនៅតែភ្លឺអញ្ចឹងណែខ្ញុំប្រាប់យកអទេខ្ញុំខ្លាចតែខ្មោចនោះវាបាច់កោះអ្នកឯងទាំងកូនអ្នកឯងងាប់បាត់ទៅទេទោះបីជាយ៉ាងម៉េចក៏ដូចជាគ្មានពាក់ព័ន្ធដល់អ្នកឯងដែរខំប្រាប់ប៉ុណ្្នឹងហើយនៅមកថាឯងខុសទៀតចាំមើលបានខ្មោចនឹងច្បាច់កទាំងម៉ែទាំងកូនទៅបានដឹងខ្លួនហើយថ្ងៃនេះអូនហៅបងចេញមកក្រៅបែបនេះមានការអីមែនទេរាល់ដងអូនដូចជាមិនដែលហៅបងមកកន្លែងបែបនេះទេគឺថាខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលយ៉ាងម៉េចទេបើថាយ៉ាងម៉េចខ្ញុំចង់នាំបងទៅរើសឈុតម្ដងទៀតមិនចង់យកឈុតនោះទេព្រោះថាលើអ្នកភូមិអ្នកស្រុកគេនិយាយគ្រប់គ្នាខ្ញុំមានអារម្មណ៍ថាដូចជាមិនសូវស្រួលយ៉ាងម៉េចទេចឹងហើយបានខ្ញុំចង់ហៅបងទៅរើសឈុតថ្មីមិនចង់យកឈុតនោះទេខ្ញុំខ្លាចតែមានបញ្ហាដូចជាមាត់គេនិយាយអញ្ចឹងនេះអូនអាយុប្រហែលហើយដែលត្រូវមកជឿពាក្យសម្ដីដូចជាក្មេងអញ្ចឹងនេះអូនគិតថានៅមានរឿងអ្វីជំនឿបែបហ្នឹងទៀតអីបងគិតថាវាមិនមានទេហើយអូនក៏គិតឃើញយ៉ាងម៉េចបានជាមកប្រាប់បងអញ្ចឹងឬមកក៏ជឿតាមពាក្យសម្ដីគេបងក៏ដឹងដែរថាគេនិយាយគ្រប់គ្នាថារូបនោះមានបញ្ហាយ៉ាងម៉េចអញ្ចឹងហើយបានខ្ញុំចង់ឲ្យបងទៅរើសឈុតថ្មីជាមួយនឹងខ្ញុំខ្លាចតែមានបញ្ហាអញ្ចឹងហើយបានខ្ញុំខំគិតរឿងហ្នឹងណាប៉ុន្តែបងនិយាយចេញមកដូចជាមិនខ្វល់អញ្ចឹងមិនហើយបងមិនខ្វល់ហើយបងក៏មិនជឿរឿងអ្វីជំនឿបែបនោះដែរបើអូនជឿក៏ជឿទៅហើយរូបនោះបងក៏មិនដូរទេបងឆ្លាញ់រូបនោះហើយអូនក៏យល់ព្រមដែរហេតុអីក៏ជឿតាមសម្ដីគេបែបនេះមិនធ្វើជាខ្លួនឯងខ្លះទៅម៉ារីនេះឯងកាត់អីនឹងមានបញ្ហាមែនទេយើងមិនដូចជាលឺឯងស្រែកខ្លាំងណាស់ហើយឯងកាត់អីមិនបានស្លៀកឈុតសុកបែរជាស្រែកខ្លាំងអញ្ចឹងជីងយើងខ្លាចខ្លាំងណាស់មិញនេះមានខ្មោចមុខវាសុទ្ធតែឈាមជីងអញត្រូវតែជឿយើងនេះយើងបានឃើញពិតមែនមិនអីទេណាយើងជឿឯងមិនអីទេឥឡូវអស់អីហើយឯងជប់ភ័យទេណា